លោកសាស្ត្រាចារ្យ Patrick Dugnon គ្រូពេទ្យឯកទេសផ្នែកក្រពះនិងពោះវៀនកុមារនៅមន្ទីរពេទ្យ Toussaint Armand ទីក្រុងប៉ារីសបានពន្យល់អំពីភាពខុសគ្នារវាងទឹកដោះម្ដាយនិងទឹកដោះគោផ្សេងៗដែលទារកនិងកុមារក្រោមអាយុ3ឆ្នាំគួរតែញ៉ាំក៏ប៉ុន្តែនៅមានសំណួរជាច្រើនទៀតដែលឪពុកម្ដាយជាច្រើនតែងតែលាក់ក្តីព្រួយបារម្ភរបស់ខ្លួននៅក្នុងចិត្តដូចជាបញ្ហាកូនមិនសូវញ៉ាំមិនសូវបត់ជើងកូនមានអាការៈរាគរូសជាដើមនៅក្នុងសភាពបែបនេះតើយើងគួរទៅពេទ្យឬមិនទៅហើយត្រូវទៅធ្វើដូចយ៉ាងម៉េចខ្លះនាងខ្ញុំបានពំនាំសំណួរទាំងនេះទៅជម្រាបសួរលោកសាស្ត្រាចារ្យដែលលោករីករាយនឹងបំភ្លឺជូនឲ្យអស់សេចក្តីសង្ស័យខ្ញុំសង្កេតឃើញថាកូនក្មេងតូចអាយុប្រហែលជា 2-3 ឆ្នាំប្រកែកមិនព្រមញ៉ាំបាយនិងអាហារសោះមិនមែនមកពីបញ្ហាគុណភាពអាហារទេតើមកពីមូលហេតុអ្វី Oui, on trouve ça à peu près dans tous les pays. បាទនៅទីណាក៏មានជួបនឹងបញ្ហានេះដែរដូច្នេះមិនត្រូវបង្ខំកូនឲ្យញ៉ាំទេគួរតែនាំកូនទៅជួបនឹងគ្រូពេទ្យពីព្រោះថានៅស្ងៀមក្មេងប្រកែកមិនព្រមញ៉ាំដូច្នេះវាអាចជារោគសញ្ញាថាមានជំងឺមកបៀតបៀនក៏ប៉ុន្តែក្មេងៗមួយចំនួនញ៉ាំតិចតែម្ដងមិនត្រូវការញ៉ាំច្រើនទេក្មេងមួយចំនួនធំមានរាងស្ដើងញ៉ាំតិចតែគ្រប់គ្រាន់សម្រាប់រាងកាយមិនចាំបាច់បង្ខំឲ្យពួកគេទេប៉ុន្តែខ្ញុំសូមគូបញ្ជាក់ត្រង់ចំណុចនេះបន្តិចថាកុមារដែលភ្លាមមួយរំពេចលែងចង់ញ៉ាំត្រូវតែនាំទៅជួបនឹងគ្រូពេទ្យដើម្បីគ្រូពេទ្យពិនិត្យហើយបើគ្រូពេទ្យពិនិត្យហើយគ្មានជំងឺអ្វីនោះអ្នកជាម្ដាយឪពុកមិនត្រូវបង្ខំឲ្យញ៉ាំទេទុកឲ្យកូនញ៉ាំតាមសេចក្តីឃ្លានរបស់គ្នាទៅគឺបានសេចក្តីថាតិចជាងកូនគេដទៃ Pas forcer cet enfant, faut le laisser manger à sa faim, c'est-à-dire moins que les autres enfants. ក្មេងខ្លះមិនសូវបន្ទោបងសោះដែលយើងជាឪពុកម្ដាយត្រូវធ្វើដូចម្ដេចខ្លះទៅ Il faut aussi le montrer à un médecin certaines maladies notamment quand ត្រូវតែទៅជួបគ្រូពេទ្យដែរសម្រាប់ក្មេងតូចៗដូចនេះត្រូវការដំបូន្មាននិងការព្យាបាលជាពិសេសផ្ទុយទៅវិញចំពោះក្មេងដែលមិនសូវទៅបង្គន់គ្រប់គ្រាន់មានថ្នាំស័ក្តិសិទ្ធិណាស់ខ្ញុំពិបាកនឹងនិយាយពន្យល់ណាស់ចំណីអាហារដែលមានជាតិសរសៃច្រើនមានជាអាចបន្លែនិងផ្លែឈើចំណីអាហារទាំងអស់នោះអាចជួយសម្រួលដល់ការទល់លាមកបានម្យ៉ាងវិញទៀតគួរចងចាំថាអ្នកត្រូវតែឲ្យកូនរបស់អ្នកញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជាពិសេសពេលមានធាតុអាកាសក្តៅដូចជានៅក្នុងប្រទេសរបស់អ្នកក្នុងករណីអ្នកគោរពរបបអាហារបានល្អហើយនៅតែទល់លាមកទៀតនោះអ្នកត្រូវតែនាំកូនទៅជួបនឹងគ្រូពេទ្យនឹងចេញថ្នាំឲ្យមានថ្នាំមានប្រសិទ្ធភាពណាស់នៅក្នុងជំងឺនេះ La plupart des médicaments qu'on donne aux enfants, l'huile de paraffine par exemple, sont extrêmement efficaces. ចាប់ពីអាយុប៉ុន្មានឆ្នាំប៉ុន្មានខែដែលយើងអាចផ្ដល់ចំណីអាហារបន្លែសាច់ដល់កូនក្មេងព្រោះលោកគ្រូពេទ្យធ្លាប់មានប្រសាសន៍ថាគួរតែបំរើកូនឲ្យបានយូរ L'idéal, c'est d'allaiter exclusivement jusqu'à 6 mois révolus, c'est-à-dire la fin. ប្រការដ៏ត្រឹមត្រូវបំផុតល្អបំផុតតាមក្បួននោះគឺត្រូវតែបំរើកូនសុទ្ធក្នុងរយៈពេល6ខែពេញចាប់ពីអាយុ6ខែឡើងទៅយើងអាចផ្ដល់ចំណីអាហារប្លែកៗគ្នាគឺបន្លែនិងសាច់ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ម្ដងទៀតថាទឹកដោះម្ដាយឬយ៉ាងហោចណាស់ក៏ទឹកដោះគោម្សៅដែលសម្រាប់កូនង៉ែតនៅតែជាចំណីអាហារចាំបាច់បំផុតសម្រាប់ទារករហូតដល់អាយុ1ឆ្នាំអាហារចាំបាច់មានន័យថាត្រូវតែបើ3ដបក្នុងមួយថ្ងៃនេះគឺជាការប្រពៃណាស់ទឹកដោះគោម្សៅសម្រាប់កូនង៉ែតនិងទឹកដោះម្ដាយមានជីវជាតិគ្រប់គ្រាន់និងប្រកបទៅដោយអនាម័យបំផុតសម្រាប់កូនអ្នកជៀសវាងនឹងជំងឺអង់ហ្វេស្យងផ្សេងៗ Le lait apporte tout ce qu'il faut. Il est en plus propre.
Donc on est moins soumis au risque d'infection. កុមារដែលមានអាយុ 2 ឆ្នាំហើយតើអាចញ៉ាំអាហារទាំងឡាយដោយមនុស្សធំដែរឬទេក្នុងគ្រួសារបានហើយមែនឬទេ Oui, à partir de 2 ans, elle peut manger la même chose que le ចាប់ reste ពី de la អាយុ famille. 2 ខួបឡើងទៅកុមារអាចញ៉ាំអាហារគ្រប់មុខដូចជាមនុស្សធំនៅក្នុងផ្ទះក៏ប៉ុន្តែត្រូវតែបន្តបំបើទឹកដោះគោសិនអាយុ 2 ឆ្នាំកុមារអាចនៅបើដោះម្ដាយបានទៀតបើសិនជាម្ដាយចង់នឹងញ៉ាំទឹកដោះគោប្រអប់ឬទឹកដោះគោកំប៉ុងដែលផលិតចេញពីគោបានហើយព្រឹកមួយកែវល្ងាចមួយកែវយ៉ាងតិចបំផុត250 មីលីលីត្រក្នុងមួយថ្ងៃទឹកដោះគោនៅតែជាអាហារចាំបាច់សម្រាប់កុមារក្នុងន័យនេះកុមារមុខជាញ៉ាំតិចជាងមនុស្សធំមិនបាច់បង្ខំទេពីព្រោះការបង្ខំអាចនាំឲ្យកុមារមានគំនិតនិងទម្លាប់ប្រឆាំងនឹងឪពុកម្ដាយនៅពេលញ៉ាំអាហារ Les parents vont la forcer, moins elle va manger, et on va arriver cette fois à des véritables troubles du comportement alimentaire. នៅពេលកូនមានអាការៈរីករូសតើយើងគួរតែឲ្យថ្នាំប្រភេទថ្នាំផ្សះអង់ទីប៊ីយោទិកហើយតើថ្នាំនោះអាចផ្ដល់ផលវិបាកដល់កុមារដែរឬទេ Les diarrhées sont principalement dues à un virus. Et les ជំងឺ virus រាករូសនៅប្រទេសបារាំងក្តីនៅទីណាក្តីភាគច្រើនតែបង្កឡើងដោយវីរុសដើម្បីសម្លាប់វីរុសបង្កជំងឺរាករូសនោះយើងមិនចាំបាច់ប្រើថ្នាំផ្សះឬក៏ថ្នាំប្រភេទអង់ទីប៊ីយោទិកទេនៅពេលរាកអ្នកជំងឺត្រូវការជាតិទឹកច្រើនសូមទៅរកទិញថ្នាំបង្កើនជាតិទឹកនៅតាមឱសថដ្ឋានឬមកមិនអញ្ចឹងទេយើងអាចផ្សំទឹកនោះដោយខ្លួនឯងគឺឲ្យញ៉ាំទឹកដាំពុះលាយជាមួយនឹងអំបិលនិងស្ករមិនមែនជាទឹកដាំពុះសាបទៅទេសុទ្ធនោះទេគ្រោះថ្នាក់ចម្បងដល់ស្លាប់ដោយសារតែជំងឺរាកគឺការខ្វះជាតិទឹកនៅក្នុងករណីរាករូសខ្សោះជាតិទឹកពីក្នុងខ្លួនដោយសារជំងឺរាករូសក៏ដោយវីរុសថ្នាំផ្សះគឺគ្មានភាពចាំបាច់ទាល់តែសោះប៉ុន្តែឥឡូវនេះបើយើងនិយាយអំពីការរាករូសដែលបង្កឡើងដោយបាក់តេរីនិងមីក្រូបវិញក្នុងករណីនេះការព្យាបាលគឺទាមទារថ្នាំផ្សះមែនតើថ្នាំផ្សះប្រភេទណាយើងមិនចាំបាច់ប្រើថ្នាំផ្សះខ្លាំងពេកទេនៅក្នុងស្រុកអ្នកមិនដូចនៅស្រុកបារាំងដែលជនជាតិបារាំងទម្លាប់ប្រើថ្នាំផ្សះច្រើនព្រោះមេរោគក៏មានកម្លាំងខ្លាំងជាងដែរកត្តាសំខាន់ដែលខ្ញុំចង់បញ្ជាក់ហើយបញ្ជាក់ទៀតគឺត្រូវប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នកជំងឺដែលឲ្យញ៉ាំទឹកស្ករលាយអំបិលឬសូលីស្យុងបង្កើនជាតិទឹកជាបន្ទាន់ទារកនិងកុមារម្នាក់ស្លាប់រាល់15នាទីម្ដងដោយសារជំងឺរាករូសខ្សោះជាតិទឹក Diarrhée par déshydratation et beaucoup moins par les infections dues au virus. នាងខ្ញុំសូមថ្លែងអំណរគុណលោកសាស្ត្រាចារ្យ Patrick Dugnon លោកសាស្ត្រាចារ្យជាគ្រូពេទ្យឯកទេសផ្នែកក្រពះនិងពីវៀនផ្នែកកុមារនៅមន្ទីរពេទ្យទូសាំងអាម៉ុងទីក្រុងប៉ារីសូមអរគុណ